សូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសម្ចឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងលោកុបាតជំពូក6ខ14និងខ22ចូលឯងយកឈើម៉ៃសាក់ធ្វើជាទូកធំសម្រាប់ឯងត្រូវឲ្យធ្វើបន្ទប់នៅក្នុងទូកនោះហើយពោជ័រទាំងខាងក្នុងនិងខាងក្រៅខ22ណូអេក៏ធ្វើដូច្នោះតាមគ្រប់ទាំងសេចក្តីដែលព្រះបានបង្គាប់គាត់ធ្វើការនោះសម្រេចទាំងអស់បងប្អូនដឹងហើយថាណូអេគឺជាមនុស្សម្នាក់ដែលប្រកបដោយព្រះគុណដែលព្រះអង្គតតឃើញថាគាត់គឺជាមនុស្សសុចរិតតែម្នាក់គត់នៅសម័យគាត់ហើយព្រះអង្គបានជ្រើសរើសគាត់ហើយនឹងគ្រួសារគាត់ដើម្បីនឹងបន្តពូជពង្សរបស់មនុស្សព្រះអង្គបានឲ្យគាត់ធ្វើទូកយ៉ាងធំមួយដើម្បីនឹងសង្គ្រោះគាត់និងក្រុមគ្រួសារឲ្យរួចផុតពីគ្រោះទឹកជំនន់ដែលនឹងលិចលង់ផែនដីទាំងមូលណូអេក៏ធ្វើតាមគ្រប់ទាំងសេចក្តីដែលព្រះយេហូវ៉ាបានបង្គាប់ដោយឥតសង្ស័យដោយមិនខ្វល់ពីអ្វីៗដែលអ្នកនៅជុំវិញខ្លួនគិតចំពោះគាត់នោះឡើយបងប្អូនហើយព្រះអង្គបានសង្គ្រោះយើងរាល់គ្នាឲ្យរួចពីបាបដើម្បីទៅផ្ទះនៃនគរឋានសួគ៌តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះយេស៊ូវនេះឯងជាមធ្យោបាយជាទូកដែលអាចសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីការជំនុំជម្រះហើយទ្រង់ក៏ជាផ្លូវដែលនាំយើងទៅកាន់ព្រះវរបិតាព្រះអង្គបានជ្រើសរើសអ្នករាល់គ្នាបំរុងអ្នករាល់គ្នាទុកដើម្បីនឹងឲ្យអ្នករាល់គ្នាអាចនឹងនាំមនុស្សជាច្រើនឲ្យចូលនៅក្នុងទូកនៃការសង្គ្រោះនេះអ្នករាល់គ្នាគឺជារាជដ៏បរិសុទ្ធដែលព្រះបំរុងទុកជាកូនដែលនឹងស្នងមរតកជាមួយនឹងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទជាកូនដែលអាចនឹងហៅព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីថាជាព្រះវរបិតាដូច្នេះចូលស្ដាប់បង្គាប់ហើយធ្វើតាមព្រះបន្ទូលដូចជាលោកណូអេចុះគ្រប់ការដែលព្រះអង្គមានបន្ទូលមកកាន់អ្នករាល់គ្នាចូលប្រុងប្រយ័ត្នចូលស្ដាប់ដោយការយកចិត្តទុកដាក់ហើយធ្វើតាមដោយហ្មត់ចត់បំផុតកុំខ្វល់ខ្វាយពីអ្វីដែលអ្នកដទៃគិតពីអ្នករាល់គ្នាកុំឲ្យគ្រាន់តែរស់នៅដើម្បីនឹងផ្គាប់ចិត្តផ្គាប់ភ្នែកនរណាម្នាក់នោះឡើយតែចូលរស់នៅដោយការស្ដាប់បង្គាប់និងធ្វើតាមព្រះបន្ទូលរស់នៅជាមនុស្សដែលព្រះបានហៅមកឲ្យរស់នៅក្នុងសេរីភាពពិតប្រាកដថ្ងៃនេះចូលចាប់ផ្ដើមពីចំណុចតូចមួយនៅក្នុងការស្ដាប់បង្គាប់ដូចជាលោកណូអេគឺចំណាយពេល2-3នាទីដើម្បីសញ្ជឹងគិតដើម្បីនឹងអានព្រះបន្ទូលដើម្បីនឹងនិយាយទៅកាន់ព្រះអង្គនេះជាវិធីដែលអ្នករាល់គ្នាអាចរឹងមាំអាចរីកចម្រើនអាចបង្កើតផលផ្លែត្បិតព្រះអង្គបំរុងអ្នករាល់គ្នាទុកមានផែនការដ៏អស្ចារ្យសម្រាប់អ្នករាល់គ្នាដើម្បីនឹងធ្វើការថ្វាយព្រះអង្គដើម្បីនឹងរស់ថ្វាយស្រីល្អដល់ទ្រង់ព្រះអង្គចាស់យើងខ្ញុំថ្វាយស្រីល្អដល់ទ្រង់សម្រាប់ព្រះបន្ទូលនៅថ្ងៃនេះដែលព្រះអង្គបានបង្ហាញឲ្យយើងខ្ញុំបានឃើញអំពីផែនដីដែលពោពេញដោយអំពើបាបតែព្រះអង្គនៅតែមានសេចក្តីមេត្តាករុណាចំពោះក្រុមគ្រួសារលោកណូអេហើយបានបំរុងទុកពូជមនុស្សរហូតមកដល់បច្ចុប្បន្នហើយតាមរយៈព្រះរាជបុត្រាទ្រង់ព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទបានបង្ហាញផ្លូវឲ្យយើងខ្ញុំបានរស់នៅហើយនឹងដឹកនាំផ្លូវឲ្យយើងខ្ញុំទៅកាន់ព្រះវរបិតាយើងខ្ញុំអរព្រះគុណដល់ទ្រង់
សូមឲ្យយើងខ្ញុំបានរស់នៅជាមនុស្សដែលព្រះអង្គបានបំរុងទុកសម្រាប់ការល្អនៃនគរឋានសួគ៌យើងខ្ញុំអធិដ្ឋានទូលថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន